កិច្ចប្រជុំដោះស្រាយវិវាទដីធ្លីរវាងក្រុមហ៊ុនយូតាណាយូមីស៊ូតាអែកជាមួយប្រជាពលរដ្ឋស្ថិតក្នុងភូមិឯកភាពសង្កាត់ប៉ាល់ហាលក្រុងព្រះវិហារនៅរសៀលថ្ងៃទី10ខែសីហាឆ្នាំ2026រដ្ឋបាលក្រុងព្រះវិហារបានរៀបចំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លីដោយផ្ទាល់រវាងក្រុមហ៊ុនយូតាណាយូមីស៊ូតាអែកជាមួយប្រជាពលរដ្ឋស្ថិតក្នុងភូមិឯកភាពសង្កាត់ប៉ាល់ហាលក្រុងព្រះវិហារខេត្តព្រះវិហារក្រោមការដឹកនាំរបស់លោកប៉ុកងួនអភិបាលនៃគណៈអភិបាលក្រុងនិងលោកសសាវ៉េតប្រធានមន្ត្រីរៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្តព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញចៅសង្កាត់មេភូមិនិងបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារកិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងស្វែងរកដំណោះស្រាយដោយតម្លាភាពនិងយុត្តិធម៌ជូនចំពោះភាគីពាក់ព័ន្ធតាមការស្នើសុំឲ្យរដ្ឋបាលក្រុងជួយអន្តរាគមន៍លើវិវាទដីធ្លីរវាងក្រុមហ៊ុននិងប្រជាពលរដ្ឋយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថាដីឡូដែលពួកគាត់ទិញនេះមានទីតាំងស្ថិតនៅភូមិឯកភាពសង្កាត់ប៉ាល់ហាលក្រុងព្រះវិហារខេត្តព្រះវិហារដោយមានឈ្មោះកាំងសេងលីជាអគ្គនាយកក្រុមហ៊ុននិងតាមរយៈឈ្មោះសុនផាលីជាមេការក្រុមហ៊ុននិងជាដៃគូវិនិយោគជាមួយគ្នាចំពោះដីខាងលើនេះប្រជាពលរដ្ឋបានទិញនិងខ្លះទៀតបង់រំលោះដោយក្នុង1ឡូទំហំ5ម៉ែត្រគុណនឹង20ម៉ែត្រក្រុមហ៊ុនលក់ជូនក្នុងតម្លៃ$700អាមេរិកហើយក្រុមហ៊ុនបានសន្យាថារយៈពេល3ខែនឹងចេញបានកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ក្នុងនោះដែរប្រជាពលរដ្ឋបានអះអាងទៀតថាក្រោយពេលទិញបានមួយរយៈខាងក្រុមហ៊ុនពុំព្រមចេញបានកម្មសិទ្ធិឲ្យនោះទេដោយសំអាងថាក្រុមហ៊ុនកំពុងមានចំនួនផ្ទៃក្នុងប្តឹងផ្ដាល់គ្នាត្រូវបិទមិនអាចចេញប្លង់កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់បានឡើយហេតុដូចនេះទើបបងប្អូនប្រជាពលរដ្ឋយល់ឃើញថាការប្រើលេសបែបនេះគឺជាការគេចវេះនិងមិនគោរពតាមកិច្ចសន្យាទើបឈានដល់ការស្នើសុំឲ្យរដ្ឋបាលក្រុងជួយអន្តរាគមន៍និងពន្យាការដោះស្រាយជូនពួកគាត់ផងបន្ទាប់ពីបានស្ដាប់ដើមរឿងនៃវិវាទដីធ្លីរវាងក្រុមហ៊ុននិងប្រជាពលរដ្ឋរួចមកមន្ត្រីជំនាញនិងលោកប៉ុកងួនអភិបាលក្រុងព្រះវិហារក៏បានកំណត់នូវគោលការណ៍គន្លឹះសំខាន់ៗមួយចំនួនដើម្បីជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងមានបញ្ហាទិញដីឡូមិនទទួលបានកម្មសិទ្ធិពីក្រុមហ៊ុនយូតាណាយូមីស៊ូតាអែកដោយក្នុងនោះលោកអភិបាលក្រុងបានស្នើទៅកាន់ប្រជាពលរដ្ឋកុំទាន់ចាត់ចែងទិញលក់ឬផ្ទេរកម្មសិទ្ធិលើដីនោះបន្តទៀតប៉ុន្តែអាចសាងសង់លំនៅឋាននិងអាស្រ័យផលលើដីរបស់បងប្អូនបានសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បង់ប្រាក់ឲ្យក្រុមហ៊ុនគ្រប់ចំនួនករណីបើសិនខាងក្រុមហ៊ុនតម្រូវឲ្យបង់ប្រាក់ទៀតនោះគឺមិនត្រូវយល់ព្រមនោះទេដោយត្រូវរងចាំការដោះស្រាយវិវាទត្រូវបានបិទបញ្ចប់ជាមុនសិនហើយបើសិនជាភាគីក្រុមហ៊ុនចុះមករុះរើផ្ទះឬទាមទារយកដីដែលបានទិញនោះត្រូវរាយការណ៍មកកាន់រដ្ឋបាលក្រុងភ្លាមដើម្បីរដ្ឋបាលក្រុងមានចំណាត់ការចាត់ចែងទប់ស្កាត់បានទាន់ពេលវេលានិងជំរុញឲ្យមន្ត្រីជំនាញចុះធ្វើបច្ចុប្បន្នភាពដីធ្លីដែលមានវិវាទជូនបងប្អូនប្រជាពលរដ្ឋដើម្បីពន្យាការដោះស្រាយវិវាទនេះឆាប់បានបញ្ចប់ជាស្ថាពរ